Ok,សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នា13 shortcut key នៅលើ Google Chrome ដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាត្រូវតែដឹងអញ្ចឹង shortcut key ទី1គឺជាការបើក tab ថ្មីជាទូទៅនៅពេលដែលគ្នាយើងបើក tab ថ្មីយើងយកមកចុចនៅត្រង់កន្លែងសញ្ញាបូកនៅលើកម្មវិធី Google Chrome របស់យើងប៉ុន្តែជំនួសឲ្យការប្រើប្រាស់ម៉ាវរបស់យើងគ្នាយើងក៏អាចប្រើប្រាស់ shortcut key បានដោយអ្នកទាំងអស់គ្នាគ្រាន់តែចុច Control បូកជាមួយនឹងអក្សរ Tទី2ការបិទ tab ដែលយើងកំពុងមើលជាទូទៅនៅពេលដែលអ្នកទាំងគ្នាចង់បិទ tab យើងយកម៉ាវរបស់យើងទៅចុចនៅចំកន្លែងសញ្ញាខ្វែងនៅលើ tab ណាមួយដែលយើងចង់បិទប៉ុន្តែជំនួសឲ្យការប្រើប្រាស់ម៉ាវគ្នាយើងអាចចុច Control បូកជាមួយនឹងអក្សរ W ដើម្បីធ្វើការបិទ tab ដែលយើងកំពុងមើល command ទី3គឺជាការបើក tab ដែលយើងទើបតែបិទអញ្ចឹងឧទាហរណ៍ថានៅពេលដែលគ្នាយើងច្រឡំដៃបិទ tab ណាមួយអញ្ចឹងដើម្បីឲ្យ tab នោះត្រឡប់មកវិញអ្នកទាំងអស់គ្នាអាចចុច Control Shift បូកជាមួយនឹងអក្សរ T នោះ tab ដែលយើងទើបតែបិទអំបញ្ញមិញវានឹង restore មកវិញ shortcut key ទី4គឺជាការ load ទៅកាន់ tab ណាមួយឧទាហរណ៍ថាឥឡូវខ្ញុំមាន tab 3 Gmail TikTok ហើយនិង YouTube អញ្ចឹងនៅពេលដែលគ្នាយើងចង់ចូលទៅកាន់ tab ណាមួយយើងតែងតែប្រើប្រាស់ mouse របស់យើង select ឲ្យចំ tab ដែលយើងចង់មើលអញ្ចឹងជំនួសឲ្យការប្រើប្រាស់ mouse អ្នកទាំងអស់គ្នាអាចចុច Control បូកជាមួយនឹង tab នៅលើ keyboard របស់យើងcommand ទី5គឺជាការ load ទៅកាន់ tab ណាមួយជាក់លាក់ឥឡូវឧទាហរណ៍ថាខ្ញុំឈរនៅលើ tab ទី1នេះអញ្ចឹងបើសិនបើខ្ញុំចង់ load មក tab ទី3នេះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុច Control បូកជាមួយនឹងលេខរៀងនៃ tab របស់យើងអញ្ចឹងខ្ញុំចុច Control បូកជាមួយនឹងលេខ3ទី6 load ទៅកាន់ tab ចុងក្រោយគេបង្អស់អញ្ចឹងឥឡូវឧទាហរណ៍បើសិនបើអ្នកទាំងអស់គ្នាមាន tab ច្រើនបើនៅលើ Google Chrome អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ទៅកាន់ tab ចុងក្រោយគេបង្អស់អ្នកទាំងអស់គ្នាអាចចុច Control បូកជាមួយនឹងលេខ9ទី7 load ទៅកាន់កន្លែងវាអក្សរឬក៏យើងហៅថា address bar ជាទូទៅនៅពេលដែលអ្នកទាំងអស់គ្នាចង់ copy link អ្នកទាំងអស់គ្នាតែងតែយកមករបស់យើងមក select នៅ link address នៃ website ណាមួយអញ្ចឹងជំនួសឲ្យការប្រើប្រាស់ mouse អ្នកទាំងអស់គ្នាអាចចុច Control បូកជាមួយនឹងអក្សរ L shortcut key ទី8គឺជាការបើកមើលប្រវត្តិនៃការប្រើប្រាស់ឬក៏យើងហៅថា history នៅលើកម្មវិធី Google Chrome របស់យើងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចុច Control បូកជាមួយនឹងអក្សរ Hអញ្ចឹងវានឹងបើកផ្ទាំង history នៃ website ណាមួយដែលយើងធ្លាប់បានចូលអញ្ចឹងនេះសិតតែជា history នៃ website ដែលខ្ញុំធ្លាប់បើក shortcut key ទី9គឺជាការបើកទៅកន្លែង download អញ្ចឹងបើអ្នកនរគ្នាចង់ដឹងថាតើយើង download កម្មវិធីណាមួយពេញហើយឬក៏នៅអ្នកនរគ្នាអាចចុច control បូកជាមួយនឹងអក្សរអញ្ចឹងវានឹងបើកផ្ទាំងនៅត្រង់កន្លែង download អញ្ចឹងវានឹងបង្ហាញ file ដែលយើងបាន download shortcut key ទី10គឺជាការ bookmark ទៅលើ website ណាមួយចឹងជាទូទៅនៅពេលដែលអ្នកទាំងអស់គ្នាចង់ bookmark website ណាមួយអ្នកទាំងអស់គ្នាតែងចូលត្រង់កន្លែងសញ្ញាចុច3នេះមែនទេបាទហើយបន្ទាប់មកអ្នកទាំងអស់គ្នាយកពាក្យថា bookmark list ហើយបន្ទាប់មកអ្នកទាំងអស់គ្នាយកពាក្យថា bookmark this tab ជំនួសឲ្យការប្រើប្រាស់ mouse អ្នកទាំងអស់គ្នាអាចចុច control បូកជាមួយនឹងអក្សរ D ចឹងវានឹងលោតចេញផ្ទាំង bookmark នេះមួយនេះចឹងខ្ញុំចុចពាក្យថា done shortcut key ទី11គឺជាការ reload ឬក៏យើងហៅថា refresh page ដែលយើងចង់ reload ជាទូទៅអ្នកទាំងអស់គ្នាតែងយក mouse របស់យើងចុចនៅត្រង់សញ្ញារង្វង់នេះអញ្ចឹងជំនួសឲ្យការប្រើប្រាស់ mouse អ្នកទាំងអស់គ្នាអាចចុច control បូកជាមួយនឹងអក្សរ O ឬក៏មួយទៀតអ្នកទាំងអស់គ្នាអាចចុច keyboard មួយគឺ keyboard F5 បានដូចគ្នាដែរ shortcut key ទី12គឺជាការបិទឬក៏បើក bookmark bar នៅលើកម្មវិធី Google Chrome អញ្ចឹងនេះគឺជា website ដែលយើងបាន bookmark នៅលើ Google Chrome អញ្ចឹងបើគ្នាយើងចង់បិទ bookmark នេះផ្ទាំង bookmark bar នេះណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចុច control បូក shift បូកជាមួយនឹងអក្សរ B អញ្ចឹងវានឹងធ្វើការបិទប៉ុន្តែបើយើងចង់បើកវាមកវិញដាក់ផ្ទាំង bookmark bar មិញអ្នកទាំងអស់គ្នាអាចចុច control shift បូកជាមួយអក្សរ B មកវិញមកបាទអញ្ចឹងបានដូចគ្នាshortcut key ទី13ចុងក្រោយគឺជាការសម្អាតទិន្នន័យឬក៏យើងហៅថា clear browsing data អញ្ចឹងដើម្បី clear browsing data មានន័យថាយើងធ្លាប់ចូលទៅកាន់ website ណាយើងធ្លាប់ log in អីខ្លះនៅលើ Google Chrome អញ្ចឹងបើយើងចង់ clear អ្នកនរគ្នាអាចចុច control shift បូកជាមួយនឹង deleteអញ្ចឹងវានឹងបើកផ្ទាំងឲ្យយើង clear នៅ file history របស់យើងអញ្ចឹងនៅត្រង់នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ clear ពី1ម៉ោងមុន15នាទីមុន24ម៉ោងមុនឬក៏7ថ្ងៃមុនឬក៏មួយទៀតអ្នកទាំងអស់គ្នាអាចជ្រើសរើស all time មានន័យថា clear ទាំងអស់បើសិនអ្នកទាំងអស់គ្នា clear ទាំងអស់account ដែលយើងបាន log ដូចជា account Facebook ឬក៏ YouTube
ឬក៏ TikTok ដែលយើងបាន lock នៅលើ Google Chrome នេះវានឹងធ្វើការ sign out ទាំងអស់តែម្ដងអញ្ចឹងមានន័យថា clear ទាំងអស់ clear ទាំង cache image download history browsing history អញ្ចឹងនៅពេលយើងចុចយកពាក្យall time ចឹងអ្នកទាំងអស់គ្នា tick អានេះទាំងអស់ហើយបន្ទាប់មកយើងចុច delete អញ្ចឹងវាដូចយើងប្រើប្រាស់ Google Chrome ថ្មីអញ្ចឹងមានន័យថា Google Chrome របស់យើងដូចទៅឡើងថ្មីអញ្ចឹងអត់ទាន់បាន log in អត់ទាន់បាន search រកអីអញ្ចឹងណាអូខេអញ្ចឹង shortcut key ទាំង13របស់ខ្ញុំមានប៉ុណ្្នឹងហើយបើអ្នកទាំងអស់គ្នាមានចម្ងល់ផ្សេងៗអាច comment សួរនៅក្រោមវីដេអូនេះបានជួបគ្នានៅវីដេអូក្រោយ